សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃច័ន្ទទី5ខែធ្នូឆ្នាំ2022វេលាម៉ោង 2:10 នាទីត្រង់ចំណុចមុខបង្គោលភ្លើងទី4ខាងកើតលើស្ពានជ្រោយចង្វារចាស់សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Maluxi NH 200T ពណ៌សពាក់ស្រលេខភ្នំពេញ 2BB 9989បានធ្វើដំណើរតាមបណ្ដោយស្ពានជ្រោយចង្វារចាស់ទិសដៅពីលិចទៅកើនលុះដល់ចំណុចកាត់ហេតុខាងលើបានបុកពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទៅគ្នាម៉ាក Honda Scoopy ពណ៌សពាក់ស្រលេខកណ្ដាល 1B 9978បន្ទាប់មករថយន្តបើករត់គេចពីកន្លែងកាត់ហេតុទៅដល់ផ្លូវកែវចិន្តាក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារទើបសមត្ថកិច្ចខណ្ឌជ្រោយចង្វារខាត់បានទាំងរថយន្តនិងអ្នកបើកបរយកមកការិយាល័យចរាចរណ៍ភ្លឺគូងករណីរថយន្តជាជនបង្ក Maluxi NH 200T ពណ៌សពាក់ស្រលេខភ្នំពេញ 2BB 9989បើកបរដោយឈ្មោះសោមនរីទីឃាភេទប្រុសអាយុ19ឆ្នាំមានទីលំនៅនៅផ្ទះលេខ53ផ្លូវកែងចិន្តាភូមិ3សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញខាត់ខ្លួនកាលពីថ្ងៃទី5ខែធ្នូឆ្នាំ2022ភាគីម៉ូតូជាជនរងគ្រោះម៉ាក Honda Scoopy ពណ៌សពាក់ស្រលេខកណ្ដាល 1B 9978បើកបរដោយឈ្មោះហុងរដ្ឋាហើយស្ពិតភេទប្រុសអាយុ33ឆ្នាំមុខរបររើសអេចាយរងរបួសធ្ងន់សម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈរួមដំណើរជាមួយមានគ្នា2នាក់ទី1ឈ្មោះម៉ុចសុកលេងភេទប្រុសអាយុ60ថ្ងៃរងរបួសធ្ងន់កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគុនធាបុប្ផានិងទី2ឈ្មោះម៉ុចស្រីលក្ខភេទស្រីអាយុ31ឆ្នាំមុខរបររើសអេចាយរងរបួសធ្ងន់សម្រាប់ព្យាបាលនៅគ្លីនិកពន្លឺអ្នកទាំង3នាក់ស្នាក់នៅផ្ទះជួលលេខ225ផ្លូវ86ភូមិ2សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញសូមបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់នេះភាគីទាំងអស់បានឯកភាពគ្នាសូមបញ្ចប់សំណងរដ្ឋប្រវេណីចំនួន$2500ដោយមិនមានការបង្ខិតបង្ខំនៅការិយាល័យនគរបាលចរាចរណ៍ភ្លើគូងកាលពីថ្ងៃទី5ខែធ្នូឆ្នាំ2022រួចរាល់ហើយសូមជូនភ្ជាប់នៅកិច្ចព្រមព្រៀងបញ្ចប់សំណងនៅលិខិតដកពីបណ្ដឹងរបស់ម្ដាយជនរងគ្រោះម្យ៉ាងវិញទៀតដោយផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ភ្លើគូងការវាស់វែងពីនិតកន្លែងកាត់ហេតុនិងស្លាកស្នាមយានមន្ត្រីជំនាញសន្និដ្ឋានបានថាមូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់គឺអ្នកបើកបររថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ននិងបើកបរស្ថិតនៅក្នុងភាពស្រវឹងមានអត្រាជាតិអាល់កុល 0.53 មីលីក្រាមក្នុង1លីត្រនិងត្រូវបានធ្វើការផាកពិន័យចំនួន2លានរៀលតាមមាត្រា10ថ្មីនៃអនុក្រឹត្យលេខ39 អ ន ក្រ ប ក ចុះថ្ងៃទី17ខែមីនាឆ្នាំ2020ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្រវេណីយ៉ាងណាក៏ដោយប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្ដឹងអាជ្ញាហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់សូមបញ្ជាក់ថារាល់ការអនុវត្តរបស់មន្ត្រីជំនាញគឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរណ៍ភ្លើគូងដោយមានការពិនិត្យវាស់វែងឃាត់ខ្លួនជនបង្កនិងរថយន្តមករក្សាទុកវាស់សារជាតិស្រវឹងដើម្បីពិនិត្យតាមច្បាប់និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការចំណែកឯភាគីទាំងពីរយល់ព្រមឯកភាពទទួលសំណងជារឿងរបស់ភាគីបង្កនិងជនរងគ្រោះហាងផ្កាសិរីមង្គលនិងពិធីការហាងផ្កាសិរីមង្គលនិងពិធីការមានទទួលរៀបចំដេគ័រផ្កាស្រស់និងផ្កាជួរដោយតម្លៃសមរម្យសម្រាប់ពិធីមង្គលការពិធីកាត់ចំណងដៃពិធីភ្ជាប់ពាក្យពិធីឡើងគេហដ្ឋានថ្មីឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ096 57 777 04 077 73 01 18ហាងផ្កាសិរីមង្គលនិងពិធីការស្ថិតនៅក្នុងចិត្តរបស់លោកអ្នក